ចាមែនផ្នែកមួយនៃប្រព័ន្ធភាពស៊ាំមានសមត្ថភាពសម្រាប់មេរោគនិងជួយឲ្យអ្នកវិទ្យាសាស្ត្រពន្លឿនការផលិតថ្នាំអង់ទីប៊ីយោទិកអ្នកវិទ្យាសាស្ត្រទើបនឹងបានស្រាវជ្រាវរកឃើញផ្នែកថ្មីមួយនៃប្រព័ន្ធភាពស៊ាំដែលជួយកម្ចាត់បាក់តេរីមិនល្អក្នុងរាងកាយហើយរឿងនេះក៏បានជួយពន្លឿនដល់ការផលិតថ្នាំអង់ទីប៊ីយោទិកថ្មីៗផងដែរយោងតាមប្រភពពីសារព័ត៌មាន Unilet បានបន្តថាអ្នកស្រាវជ្រាវបានរកឃើញថារចនាសម្ព័ន្ធតូចៗម្យ៉ាងនៅក្នុងកោសិការបស់មនុស្សដែលហៅថា proteasome មានមុខងារដ៏ពិសេសម្យ៉ាងជាធម្មតាមុខងាររបស់ proteasome គឺកែច្នៃប្រូតេអ៊ីនចាស់ៗសម្រាប់ប្រើឡើងវិញប៉ុន្តែរចនាសម្ព័ន្ធតូចៗទាំងនេះក៏អាចផលិតសារធាតុគីមីដ៏មានឥទ្ធិពលដែលអាចសម្លាប់បាក់តេរីឬមេរោគក្នុងរាងកាយបានយ៉ាងងាយស្រួលផងដែររបបកំហុសនេះបានធ្វើឲ្យមនុស្សយល់កាន់តែច្បាស់អំពីប្រព័ន្ធការពាររាងកាយនិងជួយឲ្យអ្នកវិទ្យាសាស្ត្រស្វែងរកវិធីសាស្ត្រថ្មីៗដើម្បីព្យាបាលជំងឺដែលធន់នឹងថ្នាំអង់ទីប៊ីយោទិកនាពេលបច្ចុប្បន្នការសិក្សាដែលត្រូវបានបោះពុម្ពផ្សាយក្នុងគេហទំព័រ Nature បានបង្ហាញថានៅពេលរកឃើញបាក់តេរីនៅក្នុងកោសិកា proteasome ផ្លាស់ប្ដូរតួនាទីរបស់វាភ្លាមៗជំនួសឲ្យការបន្តភារកិច្ចបំបាច់ប្រូតេអ៊ីនសម្រាប់កែច្នៃឡើងវិញ proteasome បានប្រែក្លាយប្រូតេអ៊ីនចាស់ៗទៅជាអាវុធដែលអាចសម្លាប់បាក់តេរីបានយ៉ាងមានប្រសិទ្ធភាពជាមួយគ្នានេះអ្នកវិទ្យាសាស្ត្រក៏បានសាកល្បងថ្នាំអង់ទីប៊ីយោទិកបែបធម្មជាតិទាំងនេះនៅក្នុងមន្ទីរពិសោធន៍លើសត្វកណ្តុរដែលមានជំងឺរលាកសួតផងដែរហើយរកឃើញថាលទ្ធផលគឺស្រដៀងគ្នាទៅនឹងថ្នាំអង់ទីប៊ីយោទិកដែលមានស្រាប់អញ្ចឹងដែរអ្នកជំនាញបានលើកឡើងថារបបកំហុសនេះគឺជារឿងដ៏គួរឲ្យរំភើបព្រោះវាបានបង្ហាញផ្លូវដល់អ្នកវិទ្យាសាស្ត្រក្នុងការស្វែងរកវិធីសាស្ត្រថ្មីៗបន្ថែមទៀតដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគកាចសាហាវនានា